សួស្តីបងប្អូននេះឆាផ្សិតបាទមួយបងស្រីឲ្យហើយយើងពួកអស់គ្នាដាក់ផ្សិតនេះឆ្ងាញ់អត់បងប្អូនណាខ្លះធ្លាប់ញ៉ាំជាមួយនឹងផ្សិតនេះបងប្អូនខ្លះគេហៅផ្សិតផ្លូវមាន់ខ្លះគេហៅផ្សិតក្តោបដោយសារតែវាមានរូបរាងដូចបេះដាក់ហ្មងបងប្អូនសម្រាប់ផ្សិតនេះគេយកទៅឆាអញ្ចឹងក៏បានបងប្អូនបាទយកទៅប្រឡាក់ម្សៅបំពងក៏ឆ្ងាញ់ដែរដោយសារតែសាច់វាគឺស្វិតល្អមែនតើបងប្អូនសម្រាប់ខ្ញុំហៅថាផ្សិតក្តោបគោបងប្អូនវាដូចពេកនិយាយទៅពេលដែលយើងហូបទៅវាស្តៀងសាច់មាន់ណាបងប្អូនអញ្ចឹងបានគេហៅថាផ្សិតផ្លូវមាន់សម្រាប់ផ្សិតនេះវិញគឺខ្ញុំចិត្តជាប្រទះអញ្ចឹងបងប្អូនបាទប្រទះអញ្ចឹងយើងប្រឡាក់បំពងក៏បានយើងឆាអញ្ចឹងក៏បានដែរដោយសារតែខ្ញុំខ្ជិលចិត្តតូចពេកបងប្អូនពេលយើងឆាទៅវារាងធំអញ្ចឹងស្រួលញ៉ាំផ្សិតនេះផងដែរបានបងស្រីបាទមួយបន្លែគាត់ឲ្យមករួចមកពេលបងប្អូនយកមកឆាជាមួយនឹងសាច់ជ្រូកច្រាំពងទាឆ្ងាញ់ណាស់ឥឡូវបងប្អូនមកមើលវិធីធ្វើទាំងអស់គ្នាដំបូងនេះយើងបើកផ្ទះដាក់ខ្លាញ់ដាក់ខ្ទឹមពងយើងលីងឲ្យវាឈ្ងុយមកបងប្អូនទាំងអស់គ្នាមើលតែយើងរំលីងខ្ទឹមឡើងឈ្ងុយឡើងរាងក្រហមតិចហើយចាំយើងដាក់ជាមួយនឹងសាច់ជ្រូកច្រាំយើងចូលបងប្អូនដាក់សាច់ជ្រូកចូលហើយឆាមួយត្រឡប់ពីរត្រឡប់ហើយចាំយើងវាយគ្រឿងចូលគ្រឿងមានដូចជាទឹកត្រីទឹកស៊ីអ៊ីវទឹកម្ទេសបាទប្រេងខ្យងប៊ីចេងរ៉ូឌីនិងស្ករសបងប្អូននិយាយទៅគ្រប់មុខម្ហូបទាំងអស់គឺជាពីគ្រឿងទាំងអស់នឹងអត់ផុតទេបងប្អូនបាទនេះខ្ញុំលួចម្រេចបន្តិចដែរបងប្អូនមើលតែយើងវាយគ្រឿងហើយចាំយើងដាក់ជាមួយនឹងផ្សិតយើងចូលតែម្ដងដាក់ផ្សិតចូលហើយយើងឆាត្រឡប់ឲ្យវាចូលជាតិគ្នាបានល្អចាំយើងដាក់ទឹកបានដាក់ទឹករងាស់ធ្វើម៉េចឲ្យសាច់ផ្សិតនេះវាឆ្អិនបានល្អបងប្អូនទៅឆាផ្សិតនេះគឺងាយស្រួលមើលបងប្អូនមើលតែសាច់វារាងទន់បាទទន់ណឡាក់អញ្ចឹងបងប្អូនអាហ្នឹងវាចាប់ដើមឆ្អិនហើយបងប្អូនហើយសាច់ផ្សិតនេះបងប្អូនទោះបីជាវាទន់អញ្ចឹងមិនតែគឺស្វិតល្អមែនតើបាទពេលដែលហូបទៅគឺដាក់ចូលមាត់ទៅជាតិហ្មងបងប្អូនមើលតែវាឆ្អិនហើយចាំយើងដាក់វាយពងចូលមកគ្រាប់ទៅបងប្អូនដាក់ម្ទេសរៀងហឹលបន្តិចទៅអានេះខ្ញុំបន្ថែមសាច់គោបន្ថែមអានេះអែតខាងក្រៅបងប្អូនឆាចង់ដាក់សាច់អីក៏បានដែរឆាជាមួយតែពងទានឹងក៏ឆ្ងាញ់ដែរបងប្អូនហើយកុំភ្លេចពេលដែលឆាឆ្អិនហើយយើងដាក់ស្លឹកខ្ទឹមចូលកាន់តែឈ្ងុយទៀតបងប្អូនអូយតំណងខ្លាំងមែនតើនេះខ្ញុំឆាខ្ញុំរៀងប្រើទឹកច្រើនដោយសារស្រួលយើងហូបស្រូបជាមួយនឹងបាយបងប្អូនខ្ញុំអត់សូវចូលចិត្តស្លឆារៀងគោកអីអត់សូវចូលចិត្តញ៉ាំទេបងប្អូនចូលចិត្តបែបឆាមានទឹកទៅយើងហូបទៅវាស្រួលបងប្អូននេះបានហើយមួយចានបាទអរគុណច្រើនមែនតើមួយបាទបងស្រីឲ្យរហូតវីដេអូនេះមានប៉ុណ្្នឹងឯងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា